ណោះឡើងកាទេបើចាញ់ស្រីចុងហេចាំមែនបើចាញ់ស្រីអន់មែនចង់វាយទៀតទីចាំមើលនេះចឹងពេកអុយធួរឬអត់មើលដៃលោកកាន់លំពេងដឹងថាលោកហាត់មិនបានល្អទៅហើយអានេះតើនេះពិតជាប្រើវិជាគុណប៉ាអួយធួមែនណាខ្ញុំស្អប់គេលោកប្រកាន់ណាអចារ្យអ្នកនាងខ្លាំងអស្ចារ្យមែនខ្ញុំគិតថាបើទោះលោកមេប៉ាបានរស់ឡើងវិញក៏មិនមានកម្លាំងភាពខ្លាំងយ៉ាងនេះដែរខ្ញុំសូមកោតសរសើរទៅចុះថ្ងៃនេះនាងបានឡើងធ្វើជាមេប៉ាថ្ងៃក្រោយប៉ារបស់យើងគឺប្រកាសជាចម្លងច្បាស់ជាមិនខានខ្ញុំសូមអបអរសាទរនាងក៏ប៉ុន្តែមិនទាន់ដឹងថាអ្នកនាងឈ្មោះអីផងហ្នឹងខ្ញុំត្រកោយានឈ្មោះជឿអ៊ីកោយានណាការពិតគឺអ្នកនាងយានជឿអ៊ីទេហ៎អ្នកទាំងអស់គ្នាស្ដាប់ច្បាស់ណាចាំពីពេលនេះតទៅអ្នកនាងយានគឺជាមេប៉ាថ្មីរបស់ប៉ាយើងហើយឈប់សិនបានហើសឹងអើយបានហើសឹងគេនិយាយថាទោះជាលោកសាប់ហើយរស់ឡើងវិញក៏ព្រាមមិនដល់ស្រីវ័យក្មេងស្រស់ស្អាតនេះដែរពិតជាខ្លាំងនៅវ័យក្មេងមែនរូបស្អាតណាស់កុំឲ្យដល់វ័យចាស់ឲ្យសោះលោកមិនសុខចិត្តទេអ្នកនាងប៉ាអួយធួអត់មានគំនុំអីជាមួយនាងទេណានាងចាំបាច់អុកលោកពួកខ្ញុំធ្វើអីលោកក៏មិនមែននៅក្នុងប៉ានេះដែរតើលោកត្រកូលអីឈ្មោះអីបើខ្ញុំមិនមែនជាសិស្សប៉ាអួយធួទេមិននឹងអាចហៅថាអួយធួកុកពីជាមួយបានហើសឹងបានទៅខ្ញុំជាគ្រូអ៊ំរបស់សិស្សអកតញ្ញូ3នាក់នេះលាវហឹចិនណាកុកពីទៀតពីស្អីខ្ញុំមិនដែរលើទេលោកចង់ធ្វើមេប៉ាដែរមែនទេខ្ញុំជាសិស្សច្បាស់របស់បានហើសឹងបើខ្ញុំចង់ធ្វើមេប៉ាខ្ញុំធ្វើយូរហើយមិនដល់វេនគេទេនិយាយផ្ដេសផ្ដាទាំងអស់គ្នាស្ដាប់ខ្ញុំនិយាយមួយម៉ាត់សិនទី1មេប៉ាអួយធួត្រូវឲ្យកូនសិស្សពិតប្រកបរបស់ប៉ាយើងមកធ្វើទី2ប៉ាអួយធួមានវិន័យប៉ាតាំងពីដើមមកទោះជាណាធ្វើមេប៉ាក៏ដោយក៏មិនអាចទៅនឹងអោលំទោនក្រោមអំណាចរបស់គេដែរពួកយើងជាអ្នកហាត់វិជាគុណមិននឹងអាចរាប់អានមិត្តពួកមន្ត្រីជាមិត្តភក្តិទៅនោះទី3ប្រកួតវិជាគុណធ្វើមេប៉ាពាក្យនេះមិនសមហេតុផលដាច់ខាតមិនថាសរសើរឬវិជាគុណឡើយត្រូវទុករឹកពីជាសំខាន់បើមានមនុស្សថោកទាបម្នាក់វិជាគុណខ្លាំងពូកែជាងគេតើទាំងអស់គ្នាលើកឲ្យគេធ្វើជាមេប៉ាដែរទេទី1ទី2ទី3ខ្ញុំមិនអាចកៀបទេតើទីយ៉ាងនេះអញ្ចឹងមានតែបដូរឆ្អឹងតាកញ្ចាស់ខ្ញុំនេះដើម្បីរងកណ្ដាប់ដៃរបស់នាងហើយទៅបានណាចាស់លោកចង់ប្រកួតអ្វីដែរបាទនាងនិយាយថានាងជាកូនសិស្សរបស់ប៉ាអ៊ុយធួពួកយើងប្រកួតវត្ថុប្រចាំប៉ារបស់យើងទៅយ៉ាងម៉េចដែរវត្ថុប្រចាំប៉ាអីទេសូម្បីតែវត្ថុប្រចាំប៉ារបស់យើងក៏នាងមិនដឹងផងនាងចង់ធ្វើមេប៉ាទៀតប៉ានេះវាជាគុណពូកែអស្ចារ្យហាត់ដល់កម្រិតកំពូលប្រើតែមួយស្នៀតក៏អាចឆោតជើងក្នុងពិភពគុណបានដែរលំបៃលាវហើកំបាត់លាវហើមួយមុខណាដែរមិនមែនជាវត្ថុប្រចាំប៉ានាងពិតជាប្រសពនិយាយមែនវត្ថុប្រចាំប៉ារបស់យើងគឺក្បាច់កាងគាសិលធានកាងនាងធ្លាប់ហាត់ទេក្បាច់គាសិលក៏អាចទុកថាជាក្បាច់ប្រចាំប៉ាដែរក្បាច់កំបាត់មាសក្បាច់គាសិលស្អីសុទ្ធតែកុហកគេទាំងអស់ហ្នឹងតែបើខ្ញុំមិនប្រកួតជាមួយលោកប្រកាសជាមិនសុខចិត្តទេបានក្បាច់គាសិលនៅកន្លែងណា